ផ្លែហ្នឹង3គីឡូជាងហើយគ្រាប់តែបានពីផ្លែហ្នឹងគឺបានចំនួន6គ្រាប់គ្រាប់ល្អណាវាមានគ្រាប់ស្ពតក៏មានខ្លះដែរអញ្ចឹងវាជិត10គ្រាប់ទាំងគ្រាប់ស្ពតប៉ុន្តែគ្រាប់ដែលល្អមានចំនួន5គ្រាប់5ទៅ6គ្រាប់ហ្នឹងឯងហើយគេពុះទៅប៉ះគ្រាប់វាក៏ដាច់ក្បាលដាច់កន្ទុយទៅក៏ខូចអស់2គ្រាប់នៅសល់4គ្រាប់ធំមាន3គ្រាប់គ្រាប់ទូចនេះមាន1គ្រាប់ទៀតទាំងអស់4គ្រាប់អញ្ចឹងបដោះមកឃើញថាគ្រាប់ទូចនិងគ្រាប់ខាងក្រៅធំមិញហ្នឹងវាចាប់ដើមចាក់រឹសឲ្យហេតុថាដើមវាកំពុងលូតហើយដល់ពេលពីថងនេះនៅអាចថា2ទៅ3ថ្ងៃទៀតអញ្ចឹងរងចាំតាមដានទាំងអស់គ្នាពីការបដោះគ្រាប់ពូជត្រេនពូជមន់ផងឥឡូវខ្ញុំបដោះគ្រាប់